ជំរាបសួរពុកម៉ែបងប្អូននេះគម្រោងផ្ទះទី1បាទនេះគឺត្រូវបានបញ្ចប់ហើយបងប្អូនគឺសាងសង់បានបញ្ចប់ហើយបងប្អូនតែងតែសួរថាគម្រោងផ្ទះទី1នេះគឺសាងសង់អស់តម្លៃប្រមាណម៉ូតកពើ51នេះអញ្ចឹងថ្ងៃនេះក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្ជាក់តម្លៃឲ្យជូនពុកម៉ែបងប្អូនឲ្យដឹងថាតម្លៃប្រមាណអញ្ចឹងមុននឹងបញ្ជាក់តម្លៃសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចបងប្អូនខ្លះគាត់សួរថាបញ្ចប់ហើយតើឡើងនៅថ្ងៃណាអញ្ចឹងថ្ងៃនេះខ្ញុំសូមបញ្ជាក់ថាគេអដ្ឋានមួយនេះគឺយើងសូត្រមន្តឡើងនៅថ្ងៃទី11ខែ4 2026បងប្អូនហើយនឹងបញ្ជាក់បន្ថែមទៀតគឺថាគេហដ្ឋានមួយនេះគឺយើងមិនអញ្ជើញភ្ញៀវទេគេហដ្ឋានមួយនេះយើងឡើងគឺមិនអញ្ជើញភ្ញៀវទេបងប្អូនសូមបញ្ជាក់ប្រាប់បងប្អូនថាយើងមិនអញ្ជើញទេតែបងប្អូនអាចចូលរួមដោយសេរីយ៉ាងម៉េចគឺថាបងប្អូនអាចចូលរួមនៅក្នុងកម្មវិធីឡើងគេហដ្ឋាននេះគឺដោយសេរីហើយបងប្អូនដែលចូលរួមគឺពួកយើងខាងខ្ញុំបាទគឺនឹងមានទទួលម្ហូប3 4 5មុខចឹងទៅមានស្រាមានវិយាឲ្យបងប្អូនចាំទទួលបងប្អូននឹងបាច់ថាមិនចូលរួមមិនមានអីហូបកំភៃបងប្អូនគឺខាងខ្ញុំបាទគឺបានត្រៀមជូនបងប្អូនហើយបងប្អូននៅខាងខេត្តនានានៅក្នុងភូមិនានាគាត់តែងឆ្ងល់ថាបើមិនជួយគេចឹងហេតុបានអីនឹងគេមិនទៅសម្រាប់ប្រពៃនេះខ្ញុំបញ្ជាក់ថាប្រពៃនេះខាងខ្ញុំគឺមិនជួយក៏គេមកដែរអញ្ចឹងណាសូមបញ្ជាក់ប្រាប់បងប្អូនចឹងឥឡូវកុំឲ្យខាតពេលយូរសូមបញ្ជាក់ប្រាប់បងប្អូនហ្នឹងហើយចង់ឲ្យបងប្អូនទៅទស្សនានៅសកម្មភាពនិងតួផ្ទះទាំងអស់ដែលបានជាងបានធ្វើរួចហើយនឹងបញ្ជាក់តម្លៃបងប្អូនមួយចំនួនគាត់ចង់ដឹងថាតម្លៃរបស់ផ្ទះនេះតម្លៃប្រមាណអីប្រមាណចឹងខ្ញុំនឹងបញ្ជាក់នៅក្នុងវីដេអូនេះហើយបងប្អូនមួយចំនួនគាត់ចង់ទស្សនាណាថាគម្រោងផ្ទះទី1នេះធ្វើយូរហើយចង់ដឹងថាម៉ូតយ៉ាងម៉េចអីយ៉ាងម៉េចខាងក្នុងជាងបំពាក់គ្រឿងសង្ហារឹមអីយ៉ាងម៉េចបំពូលរាត្រីអីយ៉ាងម៉េចគឺថ្ងៃនេះខ្ញុំនឹងបញ្ជាក់នៅក្នុងវីដេអូនេះជូនបងប្អូនហ្នឹងហើយដូចផ្នែកខាងមុខនេះបំពូលរាត្រីនេះ3គ្រាប់នេះគឺជាងគាត់ដាក់ឲ្យស្អាតហើយហ្នឹងហើយពីដានខាងមុខនេះមានបំពូលរាត្រីក៏ដាក់ឲ្យដែរនឹងឲ្យខាត់ពេលយូរបង្វែរអារម្មណ៍ពុកម៉ែបងប្អូនទស្សនាសកម្មភាពខាងក្នុងមានជាងក៏ដាក់បំពាក់នៅអ្វីខ្លះឧបករណ៍អ្វីខ្លះគ្រឿងបំពូលអ្វីខ្លះឥឡូវយើងទៅទស្សនាខាងក្នុងទាំងអស់គ្នាបាទនេះប្រភេទទ្វារនេះគឺទ្វារសុវត្ថិភាពបងប្អូននេះខាងខ្ញុំយកទ្វារសុវត្ថិភាពហ្នឹងហើយបាទឥឡូវយើងទៅមើលខាងក្នុងនេះបាទនេះគឺជាបន្ទប់ទទួលភ្ញៀវបាទមានបំពូលភ្លើងរាត្រីស្អាតអញ្ចឹងគាត់ដាក់ឲ្យមកស្អាតពីដានរៀបឲ្យមកស្អាតបាទនេះបាទនៅតែមិនទាន់ដាក់វាំងណទេបងប្អូននេះគឺស្អាតមែនតើបាទហ្នឹងហើយមើលទៅបងប្អូននៅក្នុងវីដេអូនេះបាទឥឡូវយើងទៅទស្សនាបន្ទប់គេងទី1បាទចេញពីបន្ទប់ទូភ្ញៀវគឺចូលបន្ទប់គេងទី1ហើយភ្លើងដូរបានគ្រប់ពណ៌បងប្អូននេះ3ពណ៌គឺបានដូរបានគ្រប់ពណ៌បងប្អូនហ្នឹងហើយឥឡូវចូលទៅមើលបន្ទប់គេងទី1បងប្អូនហើយនេះទ្វារនេះគឺប្រភេទទ្វារសុវត្ថិភាពបងប្អូនហ្នឹងហើយតោះឥឡូវចូលមើលទាំងអស់គ្នានេះបាទបន្ទប់គេងទី1នេះមានភ្លើងរាត្រីមានពូរាត្រីទៅមានភ្លើងពីលើបាទគឺស្អាតហ្នឹងហើយនេះពូរាត្រីបាទយើងអាចដូរពណ៌បានគឺនេះក៏ជាងគាត់បំពាក់ឲ្យទេម្ចាស់ផ្ទះនឹងតែកាន់សោចូលនៅទេបងប្អូនអត់មានពាក់ព័ន្ធមួយជាងទេគឺជាងគាត់ដាក់ឲ្យមកស្អាតតាមតម្លៃដែលយើងកំងបាទហ្នឹងហើយឥឡូវទៅមើលបន្ទប់គេងទី2តោះនេះបន្ទប់គេងទី2នេះគឺសុវត្ថិភាពដូចគ្នាបាទអាចដូរពណ៌ភ្លើងនៅក្នុងបានបាទនេះទេនេះពូរាត្រីក៏ឲ្យមកគ្រាប់ដែរពេលយប់ឡើងយើងអាចបើកចោលអញ្ចឹងណាហ្នឹងហើយតោះឥឡូវយើងទៅមើលបន្ទប់ទឹកម្ដងជាបំពាក់អីខ្លះតោះមើលទាំងអស់គ្នានេះថាមានកញ្ចក់នេះមានកញ្ចក់មានភ្លើងរាត្រីមានភ្លើងបំភ្លឺនេះកញ្ចក់មួយឡាបូលាងមុខលាងអីនេះសម្រាប់មួយទឹកហើយមាននោះហៅថាដង្ហោស្រោបក្លិនបាទគាត់ធ្វើឲ្យស្អាតបាទហ្នឹងហើយមានចង្ក្រានបាយទៀតបងប្អូនមានចង្ក្រានបាយទៀតហ្នឹងហើយបាទស្អាតគឺថារៀបចំឲ្យស្អាតហើយតម្លៃមិនច្រើនទេបងប្អូនខ្ញុំបញ្ជាក់ក្នុងវីដេអូនេះគឺតម្លៃមិនដល់20000ទេបងប្អូនថាវិការក្រោម20000ជួយគឺបងប្អូនអាចសាងសង់បានហើយមានតែក្រុមការងារបងសុភ័ក្រមកការសំណងទេហ្នឹងហើយបើអាចឆ្លាញ់ពេញចិត្តអាចចាត់តន់គាត់បាន
សូមអរគុណសូមជម្រាបលាបាទជួបគ្នាថ្ងៃ11ទាំងអស់គ្នាបងប្អូនបាយបាយ